បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងចង់និយាយអំពីលទ្ធភាពមួយក្នុងការដែលមេស៊ីឬក៏ Kylian Mbappé អាចនឹងបំបីកំណត់ត្រាបាននៅ World Cup ឆ្នាំ2026នេះអឺមុននឹងឈានដល់ការបំបីកំណត់ត្រានេះយើងសូមរាយរាប់អំពីក្រុមដែលបានចូលរួមនៅក្នុង World Cup ឆ្នាំ2026នេះវាជាប្រវត្តិសាស្ត្រជាលើកដំបូងដែរដែលមានរហូតដល់48ក្រុមដែលចូលរួមនៅក្នុង World Cup ហើយយើងគិតថាវាអាចនឹងប្លែកភ្នែកបានយូរជាងមុនច្រើនហើយអាចនឹងសប្បាយច្រើននឹងមានកីឡាករដែលរះថ្មីៗកាន់តែច្រើនផងដែរយើងគិតថា48ក្រុមយកប្រកួតច្រើនប្រកួតមែនទែនដើម្បីរកជើងឯកតែមួយប៉ុណ្ណោះអញ្ចឹងយើងឃើញថាក្រុមជម្រើសជាតិដែលបានទៅចូលរួមនៅក្នុង World Cup ឆ្នាំ2026ទាំង48ក្រុមយើងបានរកឃើញហើយដូចជាមាន3សហម្ចាស់ផ្ទះរួមមានអាមេរិក កាណាដា និងមេស៊ីកូហើយទីឯតំបន់អឺរ៉ុបយើងមានអង់គ្លេស បារាំង ក្រូអាត ប៉ូទុយហ្គាល់ ណ័រវេស អូទ្រីស បែលហ្ស៊ិក អាល្លឺម៉ង់ ហូឡង់ ស្កុតឡែន អេស្ប៉ាញ ស្វីស បូស្នៀ និងហ៊ីសេហ្គូវីណា សាធារណរដ្ឋឆេក ស៊ុយអែត និងទូគីហើយតំបន់អាមេរិកខាងត្បូងរួមមានអាសង់ទីន អេក្វាទ័រ កូឡុំប៊ី អ៊ូរុហ្គាយ ប្រេស៊ីល ហើយនិងប៉ារ៉ាហ្គាយហើយនៅក្នុងតំបន់អាស៊ីយើងគឺមានអារ៉ាប៊ីសាអូឌីត ស៊ូដង់ កាតា អ៊ីរ៉ង់ កូរ៉េខាងត្បូង ជប៉ុន អូបែស្គីស្ថាន អូស្ត្រាលី ហើយនិងអ៊ីរ៉ាក់យើងគិតថាតំបន់អាស៊ីយើងអាចនឹងសង្ឃឹមច្រើនសម្រាប់ជប៉ុនយើងឃើញថាវិស័យបាល់ទាត់គាត់ទៅចម្រើនមែនទែនហើយឯតំបន់អាហ្វ្រិករួមមានសេនីហ្គាល់ អាហ្វ្រិកខាងត្បូង កូតឌីវ៉ា កាប់វេត កាណា សេរី អេស៊ីប ម៉ារ៉ុក ទុយនេស៊ី និងកុងហ្គោហើយតំបន់អាមេរិកខាងជើងរួមមានកុយរ៉ាសាវ ប៉ាណាម៉ា ហៃទីកុយរ៉ាសាវនេះខ្ញុំអត់ធ្លាប់ឮទេអត់ដឹងថាប្រទេសមួយណាទេយើងចាំព្យាយាម research ទាំងអស់គ្នាហើយនឹងតំបន់អូសេអានីគឺមានតែមួយក្រុមគត់គឺនូវែលសេឡង់អញ្ចឹង World Cup យើងគឺខ្ញុំដឹងហើយថាចាប់ផ្ដើមប្រពៃឡើងគឺតាំងពីឆ្នាំ1930មកហើយក្រុមដែលបានដឹកពានដំបូងគេហ្នឹងគឺជាក្រុមអ៊ុយរុហ្គាយគាត់បានដឹកពាននៅក្នុងទឹកដីរបស់ខ្លួនឯងហើយការប្រកួត World Cup នៅឆ្នាំនេះផងដែរគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដែលមានក្រុមចូលរួមរហូតដល់48ក្រុមអញ្ចឹងមកដល់ពេលនេះគ្រាប់បាល់សរុបនៅក្នុង World Cup ហ្នឹងគឺមានចំនួន2720គ្រាប់នៅក្នុងការប្រកួត964ប្រកួតអញ្ចឹងវាជាការប្រកួតលើកទី22ផងដែរនៅក្នុង World Cup បើយើងក្រឡេកទៅមើលអ្នកដែលបានសុទ្ធច្រើនជាងគេនៅក្នុង World Cup យើងមានទី1ហ្នឹងគឺ Miroslav Klose គាត់សុទ្ធបានចំនួន16គ្រាប់នៅក្នុងចំនួន24ប្រកួតហើយគាត់លេងបាន World Cup 4ដងជាប់ៗគ្នាអញ្ចឹងគាត់បានសុទ្ធ5គ្រាប់នៅ World Cup 2022ហើយក៏បានធ្វើដូចគ្នានៅឆ្នាំ2006ដល់ពេលកាលនោះគាត់បានស្បេះជើងមួយផងដែរសម្រាប់ Klose គាត់បានចូលនិវត្តន៍នៅឆ្នាំ2014គាត់ជួយឲ្យអាល្លឺម៉ង់ហ្នឹងគឺលើក World Cup នៅឆ្នាំ2014ផងដែរហើយគាត់ហ្នឹងគឺជាកីឡាករដែលដំបូងគេបានសុទ្ធចូលនៅក្នុងប្រវត្តិសាស្ត្រ4 World Cup ជាប់ៗគ្នាហើយលេខរៀងទី2គឺជាកីឡាករ Ronaldo ប្រេស៊ីលដែលយើងហៅថា R9 ហ្នឹងគាត់មាន15គ្រាប់តែគាត់លេងបាន16ប្រកួតនៅក្នុង World Cup អញ្ចឹង Ronaldo គាត់បានឈ្នះ World Cup ជាមួយប្រេស៊ីលនៅឆ្នាំ1994ហើយគាត់ក៏ជាអ្នកសុទ្ធច្រើនជាងគេបំផុតដែរនៅឆ្នាំ1998ហើយនៅឆ្នាំ2002ហ្នឹងគឺគាត់មាន8គ្រាប់ចំណែកឯលេខរៀងទី3ហ្នឹងគឺ Gerd Müller ថាគាត់មាន13គ្រាប់ហើយទី4ហ្នឹងគឺមិនថាទី4នេះគឺទី3ដែរដោយសារគាត់មាន13គ្រាប់ស្មើជាមួយនឹង Gerd Müller ដែរគឺ Jos Fonte ហើយ Jos Fonte ហ្នឹងគាត់លេងតាម
World Cup តែម្ដងទេណា គាត់ស៊ុត13គ្រាប់ ហើយក៏លេងបាន6ប្រកួត ក៏លេងបានតែម្ដងគត់ World Cup ហើយស្រាប់ទៅវិញគឺកីឡាករទាំងអស់ដែលមានគ្រាប់បាល់ច្រើនៗហ្នឹងគឺគាត់ចូលនិវត្តន៍អស់ហើយ គាត់ជាសិរីមន្តអញ្ចឹងណា ហើយយើងនៅមាន Lionel Messi គាត់មាន13គ្រាប់ ហើយនិង Mbappé គាត់មាន12គ្រាប់ អញ្ចឹងបើយើងគិតទៅសម្រាប់អ្នកដែលស៊ុតច្រើនជាងគេគឺដូចជា Kroos ហ្នឹងគាត់មាន16គ្រាប់ទេ អញ្ចឹង Messi គាត់មាន13គ្រាប់នៅក្នុងដៃហើយ គាត់ស៊ុត13គ្រាប់ទៀតគឺអាចតាមស្មើ បើគាត់ស៊ុតបាន4គ្រាប់ទៀតគឺគាត់អាចបំបែកបាន ហើយ Mbappé គាត់មាន12គ្រាប់ អញ្ចឹងគាត់ស៊ុត4គ្រាប់ទៀតដើម្បីតាមស្មើ ហើយនឹង5គ្រាប់ទៀតដើម្បីបំបែកបាន អញ្ចឹងយើងដឹងហើយថា Mbappé គាត់ស៊ុតច្បាស់មែនទែន ហើយនៅ World Cup យើងដឹងហើយក្រុមបារាំងឥឡូវគឺល្អមែនទែន ចលការមានច្រើន ហើយ Messi ក៏ដូចគ្នាដែរ គាត់ចាស់មែន ប៉ុន្តែគាត់នៅអាចនិយាយបានថាទិដ្ឋភាពគឺនៅតែមានអញ្ចឹងណា អញ្ចឹងកីឡាករទាំងពីរហ្នឹងគាត់គឺជាប្រធានក្រុមមកពីប្រទេសផ្សេងៗគ្នា ម្នាក់អាសង់ទីន ប្រធានក្រុមអាសង់ទីន ហើយម្នាក់ទៀតប្រធានក្រុមបារាំង ចាំបងប្អូនយល់យ៉ាងណាដែរថាគាត់ទាំងពីរហ្នឹងអាចធ្វើបានអត់នៅក្នុង World Cup 2021 យើងនេះអាចថាជា World Cup ចុងក្រោយរបស់ Messi ហើយសម្រាប់ Mbappé គាត់មានឱកាសវែងឆ្ងាយទៀត